សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងខ្ញុំមានប្រធានបទដ៏សំខាន់មួយដែលសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃនិងជីវិតការងាររបស់យើងស្ទើរតែគ្រប់គ្នានោះគឺការគ្រប់គ្រងពេលវេលានិងការរៀបចំការងារក្នុងជីវិតការងារក៏ដូចជាក្នុងជីវិតប្រចាំថ្ងៃកត្តាជាច្រើននាំឲ្យយើងជោគជ័យក្នុងនោះអ្នកជំនាញសង្កេតឃើញថាការគ្រប់គ្រងពេលវេលានិងការចេះរៀបចំការងារបានត្រឹមត្រូវក៏ជាកត្តាសំខាន់ចាំបាច់មួយសម្រាប់ការជោគជ័យទាំងនោះផងដែរជាឧទាហរណ៍យើងអាចសង្កេតឃើញបានថាអ្នកខ្លះលោកខិតខំប្រឹងប្រែងធ្វើការយ៉ាងច្រើនស្ទើរតែមិនហ៊ានឈប់សម្រាកធ្វើតាំងពីព្រឹករហូតទល់យប់ឬពេលខ្លះឈានដល់ពេលព្រឹកស្ទើរតែមិនបានដេកពួនចំណែកអ្នកខ្លះវិញលោកធ្វើការតែបន្តិចបន្តួចក្នុងពេលម៉ោងកំណត់មួយគឺ6ឬ8ម៉ោងឬតិចជាងនេះផងប៉ុន្តែបាននៅផលិតភាពនិងជោគជ័យការងារគួរឲ្យកត់សម្គាល់ទៅវិញនោះដោយហេតុថាបុគ្គលជោគជ័យទាំងនោះលោកប្រហែលជាមាននៅការរៀបចំការងារបានល្អពោលគឺការគ្រប់គ្រងចាត់ចែងពេលវេលាបានល្អត្រឹមត្រូវម្យ៉ាងក៏ប្រហែលដោយសារពួកគាត់បានស្គាល់នៅវិធីសាស្ត្រនៃការគ្រប់គ្រងពេលវេលាសំខាន់ដែលអ្នកទាំងអស់គ្នាភាគច្រើនអាចមិនដឹងប៉ុន្តែធ្លាប់អនុវត្តវាតែបើយើងមិនចេះឬស្គាល់វិធីសាស្ត្រគ្រប់គ្រងពេលវេលានោះឲ្យបានត្រឹមត្រូវក៏យើងមិនអាចអនុវត្តវាបានប្រសិទ្ធផលនិងមានប្រសិទ្ធភាពហើយនឹងអាចបង្កើតនៅភាពជោគជ័យបង្កើតនៅផលិតភាពបានសមស្របផងដែរដូច្នេះនៅក្នុង podcast នេះយើងខ្ញុំនឹងចែករំលែកនៅប្រធានបទសំខាន់ពាក់ព័ន្ធជាមួយការគ្រប់គ្រងពេលវេលានេះឧទាហរណ៍ថាតើអ្វីទៅជាការគ្រប់គ្រងពេលវេលាសារៈសំខាន់នៃការគ្រប់គ្រងពេលវេលាហេតុអីយើងចាំបាច់ត្រូវចេះគ្រប់គ្រងពេលវេលាហើយជាពិសេសគឺតើការគ្រប់គ្រងពេលវេលាមានវិធីសាស្ត្រយើងអាចអនុវត្តវិធីសាស្ត្រអ្វីខ្លះដែលអ្នកប្រាជ្ញអ្នកវិទ្យាសាស្ត្រក៏ដូចជាអ្នកជោគជ័យជាច្រើនបានបង្កើតនៅវិធីសាស្ត្រទាំងនោះដែលយើងទាំងអស់គ្នាអាចមិនទាន់បានស្គាល់ជាក់លាក់ទាំងនេះហើយគឺជាសារៈសំខាន់នៃការគ្រប់គ្រងពេលវេលាដែលយើងនឹងធ្វើការស្វែងយល់សិក្សាទាំងអស់គ្នាដើម្បីជាប្រយោជន៍សម្រាប់ភាពជោគជ័យក្នុងការងាររបស់យើងដើម្បីកំណើនផលិតភាពជីវភាពគ្រួសារការងារហើយនឹងជោគជ័យក្នុងជីវិតជាពិសេសគឺការបង្កើតតុល្យភាពរវាងជីវិតការងារជីវិតគ្រួសារជាពិសេសគឺសុខភាពរបស់យើងពីព្រោះថាបើយើងមិនចេះគ្រប់គ្រងពេលវេលាឲ្យបានត្រឹមត្រូវអ្នកខ្លះធ្វើការមិនឈប់មិនឈរធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់បញ្ហាសុខភាពផងដែរ stress ការងារមានច្រើនរាប់ពាន់ករណីក្នុងមួយថ្ងៃដែលនេះមិនមែនជាការលេងសើចទេតែជាការបង្ហាញអះអាងដោយអ្នកវិទ្យាសាស្ត្រដូច្នេះការយល់អំពីការគ្រប់គ្រងពេលវេលាគឺពិតជាមានសារៈសំខាន់សូមបងប្អូនរងចាំស្វែងយល់និងសិក្សាទាំងអស់គ្នាជាមួយក្រុមយើងខ្ញុំបាទឥឡូវចូលមកដល់ប្រធានបទទី1របស់យើងតើការគ្រប់គ្រងពេលវេលាជាអ្វីមានការផ្ដល់និយមន័យផ្សេងជាច្រើនអំពីការគ្រប់គ្រងពេលវេលា
ដែលឡែកនៅក្នុង podcast នេះយើងខ្ញុំសូមលើកនៅឧទាហរណ៍ក៏ដូចជានិយមន័យមួយចំនួនដោយអ្នកជំនាញមួយចំនួន 1. ការគ្រប់គ្រងពេលវេលាគឺជាដំណើរការនៃការរៀបចំនិងគ្រប់គ្រងចាត់ចែងពេលវេលារវាងសកម្មភាពផ្សេងៗដោយមានប្រសិទ្ធភាព ការគ្រប់គ្រងពេលវេលាជាជំនាញដែលអនុញ្ញាតឲ្យយើងប្រើប្រាស់ពេលវេលាប្រកបដោយភាពឆ្លាតវៃដើម្បីសម្រេចគោលដៅកាត់បន្ថយ stress និងបង្កើនផលិតភាពអ្នកជំនាញមួយទៀតបានឲ្យនិយមន័យថាការគ្រប់គ្រងពេលវេលាគឺជាការធ្វើផែនការការត្រួតពិនិត្យនិងចាត់ចែងប្រើប្រាស់ពេលវេលាដែលមានស្រាប់ឲ្យបានប្រសើរបំផុតដោយមានភាពជឿជាក់ប្រកបប្រជានិងបានត្រឹមត្រូវដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួននិងគោលដៅការងារឲ្យបានមានប្រសិទ្ធភាពជាងមុនគោលដៅនៃការគ្រប់គ្រងពេលវេលាមិនមែនការបង្កើតពេលវេលាថ្មីបន្ថែមនោះទេប៉ុន្តែជាការប្រើប្រាស់ពេលវេលាដែលមានស្រាប់ឲ្យកាន់តែមានភាពជឿជាក់ប្រកបប្រជានិងមានទិសដៅច្បាស់លាស់តាមន័យខាងលើការគ្រប់គ្រងពេលវេលាគឺត្រូវធ្វើផែនការពោលគឺរៀបចំមុនពេលប្រើប្រាស់ពេលវេលាការរៀបចំគ្រប់គ្រងពេលវេលាគឺការត្រួតពិនិត្យពោលគឺតាមដានវាស់វែងការប្រើប្រាស់ពេលវេលាជាប្រចាំការគ្រប់គ្រងពេលវេលាក៏គឺជាការធ្វើឲ្យប្រសើរបំផុតនៅការប្រើប្រាស់ពេលវេលាពោលគឺស្វែងរកវិធីសាស្ត្រវិធីប្រើពេលវេលាឲ្យមានប្រសិទ្ធភាពជាងមុនដូច្នេះហើយនៅក្នុងវីដេអូបន្ទាប់យើងនឹងសិក្សាអំពីវិធីសាស្ត្រសំខាន់ជាច្រើនដែលអ្នកជោគជ័យអ្នកប្រាជ្ញអ្នកទ្រឹស្ដីលោកបានបង្កើតឡើងចេញពីនិយមន័យទាំងអស់ខាងលើផងដែរយើងអាចទាញធាតុសំខាន់នៃការគ្រប់គ្រងពេលលាមានដូចជាការកំណត់អាទិភាពការគ្រប់គ្រងពេលវេលាអនុញ្ញាតឲ្យយើងធ្វើការកំណត់អាទិភាពនៃការងារអាចឲ្យយើងចេះកំណត់គោលដៅការងារបានច្បាស់លាស់រៀបចំកាលវិភាគតារាងពេលវេលាបានត្រឹមត្រូវអនុញ្ញាតឲ្យយើងដាក់ចេញនៅផែនការបានច្បាស់លាស់ការចេះគ្រប់គ្រងពេលវេលាបានត្រឹមត្រូវក៏អនុញ្ញាតឲ្យយើងកំណត់ពេលវេលាបែងចែកពេលវេលាសម្រាប់ការងារបានត្រឹមត្រូវច្បាស់លាស់ហើយជាពិសេសជាសរុបមកគឺវានឹងអនុញ្ញាតឲ្យយើងធ្វើការសម្រេចចិត្តលើការងារបានត្រឹមត្រូវថែមទៀតផងពោលគឺតាមរយៈការរៀបចំកំណត់អាទិភាពកំណត់គោលដៅរៀបចំកាលវិភាគចេញផែនការនិងកំណត់ពេលច្បាស់លាស់ហើយយើងអាចសម្រេចថាតើការងារនេះត្រូវធ្វើជាបន្ទាន់ធ្វើបន្ទាប់អាចពន្យាពេលរៀបចំផែនការសិនក្រងសិនឬក៏អាចធ្វើប្រតិភូកម្មផ្ទេរទៅឲ្យអ្នកផ្សេងជំនួសយើងបានដោយសារថាវាមិនសូវសំខាន់ឬក៏យើងអាចលុបចោលការងារណាដែលមិនមានប្រយោជន៍ដែលមិនសំខាន់គ្មានប្រយោជន៍អ្វីសោះបានពោលគឺយើងអាចអនុវត្តនៅ 4D do now schedule delegate and delete ជាដើមហើយតាមអត្ថិភាពនិងសារៈសំខាន់ការងារមួយចំនួនដូចដែលយើងបានកំណត់រួចហើយនោះយើងអាចសម្រេចថាអនុវត្ត28ជាជាង820
ពោលគឺបើការងារណាដែលយើងធ្វើត្រឹមតែ20%ប្រើធនធានកម្លាំងកាយកម្លាំងចិត្តកម្លាំងប្រាជ្ញាជាពិសេសគឺធនធានពេលវេលាតែ20%យើងបានផលយើងបានផលិតភាពខ្ពស់គឺ80%ផ្ទុយទៅវិញការងារខ្លះយើងខំធ្វើ80%ប៉ុន្តែបានផលតែ20%ទៅវិញដូច្នេះយើងអាចពិចារណាតាមសារៈសំខាន់និងអាទិភាពនៃការងារទាំងនោះជាបន្តសូមស្វែងយល់បន្ថែមអំពីប្រធានបទរបស់យើងដ៏សំខាន់មួយទៀតថាតើហេតុអ្វីយើងត្រូវការជំនាញគ្រប់គ្រងពេលវេលាឲ្យបានល្អត្រឹមត្រូវមានហេតុផលជាច្រើនដែលតម្រូវឲ្យយើងធ្វើការគ្រប់គ្រងពេលវេលាឲ្យបានល្អហេតុផលសំខាន់អាចមានដូចជាដោយហេតុថាពេលវេលាគឺជាធនធានដ៏មានកំណត់ពេលវេលាអ្នកខ្លះនិយាយថាគឺជាមាសប្រាក់ពលគឺពេលវេលាគឺជាធនធានដែលមិនអាចបង្កើតឡើងវិញបានទេហើយវាមានកំណត់សម្រាប់មនុស្សគ្រប់រូបពេលកន្លងផុតទៅខ្លះមិនអាចឲ្យព្រឹត្តិការណ៍ឬអ្វីដែលយើងចង់ធ្វើនោះកើតមកឡើងវិញបានទេពលគឺហួសហើយគឺហួសហើយមិនអាចត្រឡប់បកក្រោយវិញបានទេពលគឺពេលវេលាខ្លះវាជាឱកាសសម្រាប់យើងដូច្នេះបើយើងមិនមានការរៀបចំគ្រប់គ្រងពេលវេលានោះឲ្យបានល្អយើងនឹងមិនអាចចាប់យកឱកាសមាសណាមួយនោះបានទេគឺយើងបាត់បង់ឱកាសនោះហើយហេតុផលទី2វាអាចថាពេលវេលាតម្រូវការជីវភាពទំនើបពលគឺជីវភាពសម័យទំនើបមានតម្រូវការនឹងការតាក់ទាញពេលវេលាច្រើនពលគឺយើងធ្វើការចំណាយពេលវេលាគឺដើម្បីរកប្រភពធនធានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារសម្រាប់ជីវភាពគ្រួសារហើយវារឹតតែចាំបាច់នោះទៀតសម្រាប់ជីវភាពគ្រួសារសម័យទំនើបហេតុផលខ្លះទៀតវាអាចបណ្ដាលមកថាវាពាក់ព័ន្ធជាមួយនឹងការប្រកួតប្រជែងកាន់តែខ្លាំងពលគឺទាំងក្នុងការងារក្នុងជីវិតការងារជីវភាពប្រចាំថ្ងៃជីវិតគ្រួសារតម្រូវឲ្យមានប្រសិទ្ធភាពខ្ពស់ដូច្នេះការប្រើប្រាស់ពេលវេលាបានត្រឹមត្រូវគឺអនុញ្ញាតឲ្យយើងទទួលបាននៅប្រសិទ្ធភាពពាក់ព័ន្ធជាមួយនឹងការប្រកួតប្រជែងទាំងអស់នេះផងដែរហេតុផលមួយទៀតវាអាចពាក់ព័ន្ធជាមួយនឹងតុល្យភាពជីវិតពលគឺជំនួយឲ្យរក្សាតុល្យភាពរវាងការងារការសិក្សាគ្រួសារនិងការសម្រាកជាដើមតាមការសង្កេតដោយបងប្អូនបានជ្រាបហើយជីវិតការងារគឺមានការប្រឈមខ្លាំងជាពិសេសនៅពេលដែលយើងធ្វើការប្រឈមគ្នារវាងឱកាសហើយនឹងតម្រូវការគ្រួសារឱកាសគ្រួសារឱកាសសម្រាប់សុខភាពជាដើមដូច្នេះការគ្រប់គ្រងពេលវេលាបានល្អទើបអនុញ្ញាតឲ្យយើងបង្កើតបានតុល្យភាពរវាងតម្លៃទាំងនោះដែលពេលខ្លះมันអាចខ្វះមួយណាបានប៉ុន្តែយើងត្រូវចេះបង្កើតតុល្យភាពយើងត្រូវចេះសម្របសម្រួលឲ្យវាបានសមស្របការគ្រប់គ្រងពេលវេលាបានល្អវាជួយបង្កើតនៅអាទិភាពបង្រួមនៅឧបសគ្គហើយនឹងរកបាននៅតុល្យភាពរវាងកាតព្វកិច្ចវិជ្ជាជីវៈការងារហើយនឹងកាតព្វកិច្ចផ្ទាល់ខ្លួនក៏ដូចជាគ្រួសារឬកាតព្វកិច្ចខាងសុខភាពផងដែរការគ្រប់គ្រងពេលវេលាល្អអនុញ្ញាតឲ្យយើងរៀបចំរចនាសម្ព័ន្ធ
បរិស្ថានការងារដែលមានលក្ខណៈសមស្របហើយវាផ្ដល់ឲ្យយើងមកវិញនៅការត្រួតពិនិត្យនិងការវាយតម្លៃជីវិតប្រចាំថ្ងៃបានល្អទៀងទាត់ប្រាកដប្រជាផងដែរជាឧទាហរណ៍យើងអាចអនុវត្តការគ្រប់គ្រងពេលវេលានេះនៅក្នុងផ្នែកសកម្មភាពជីវិតការងារជីវិតប្រចាំថ្ងៃក្នុងទិដ្ឋភាពផ្សេងៗជាឧទាហរណ៍ជំនួសឲ្យការធ្វើការងារច្រើនក្នុងពេលតែមួយរៀបចំអាទិភាពកិច្ចការ Do now schedule delegate ធ្វើប្រតិភូកម្មចែករំលែកឲ្យគេជួយឬក៏លុបចោលការងារដែលឥតប្រយោជន៍ការងារស៊ីផឹកជួបជុំមិត្តភ័ក្តិសប្បាយគ្មានប្រយោជន៍គួរតែលុបចោលឧទាហរណ៍ផងដែរជាជំនួសឲ្យការពន្យាលពេលលើកហើយលើកទៀតយើងអាចកំណត់ពេលវេលាច្បាស់លាស់សម្រាប់កិច្ចការនីមួយៗថានឹងម៉ោងនេះខ្ញុំនឹងធ្វើកិច្ចការនេះឲ្យហើយជាពិសេសរាល់កិច្ចការដែលជាការងារ routine ជាប្រចាំថ្ងៃគួរតែបង្ហើយនៅម៉ោងនេះនៅពេលនេះនៅពេលណាមួយឲ្យរួចស្រេចកុំទុកវាឲ្យទៅថ្ងៃបន្ទាប់ដែលនេះជាការពន្យាពេលម្ដងហើយម្ដងទៀតដោយសារយើងមិនបានគ្រប់គ្រងពេលវេលាឲ្យបានត្រឹមត្រូវជាឧទាហរណ៍មួយទៀតជាជំនួសឲ្យការប្រើពេលវេលាដោយគ្មានគោលដៅកំណត់គោលដៅជាក់លាក់មុនចាប់ផ្ដើមធ្វើកិច្ចការងាររបស់យើងទាញចេញពីហេតុផលនិងទស្សនៈទាំងនេះដូច្នេះយើងអាចកំណត់អត្ថប្រយោជន៍ចម្បងនៃការគ្រប់គ្រងពេលវេលាដូចតទៅការគ្រប់គ្រងពេលវេលាល្អគឺអនុញ្ញាតឲ្យយើងសម្រេចបាននូវលទ្ធផលល្អជាងក្នុងពេលវេលាដូចគ្នាវាជួយកាត់បន្ថយចំនួននៃការភ្លេចនិងកំហុសវាជួយកាត់បន្ថយ stress ភាពតានតឹងក្នុងការងារជួយឲ្យយើងមានសុខភាពល្អផងដែរការគ្រប់គ្រងការងារល្អមានពេលវេលាសម្រាប់ត្រឹមត្រូវនិងមានពេលវេលាសម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួនផ្សេងទៀតផងដែរដូច្នេះយើងឃើញថាការគ្រប់គ្រងពេលវេលាដ៏មានប្រសិទ្ធភាពគឺជាការផ្លាស់ប្ដូររបៀបគិតពីធ្វើអ្វីឲ្យបានច្រើនទៅជាធ្វើអ្វីដែលសំខាន់បំផុតឲ្យមានប្រសិទ្ធភាពខ្ពស់ប្រកបដោយនវានុវត្តន៍ចំណេញច្រើន28ជាជាងផ្ទុយទៅវិញ8 20